សួស្តីបងបងថ្ងៃនេះយើងមក review ជាមួយនឹងជើង AI C Dumper និងរបៀបប្រើប្រាស់អញ្ចឹងបងបងសម្រាប់ជើង AI C Dumper របស់យើងកម្ពស់ធម្មតារបស់វាគឺប៉ុណ្ណេះបងបងប្រហែលជា2ច្អាមកម្ពស់វា2ច្អាមហើយនេះយើងបត់មកអញ្ចឹងណាអញ្ចឹងងាយស្រួលមកដាក់ទៅតាមខ្លួនហើយពេលនេះល្អបងនេះដែរចុះធ្ងន់នេះធ្ងន់វាខ្លួនធ្ងន់អញ្ចឹងបងបងមិនភ័យទៅរឿងអីអត់ទេនេះបងបងរបៀបប្រើបងបងហាយជើងវាមកជើងចែងវាមាន4អញ្ចឹងទប់លំនឹងអីវាបានល្អបងបងហើយប្រភេទនេះអានេះយើងអាចកាច់បវលបានហើយបវល smooth ណាយើងមកថា smooth តែហើយសម្រាប់ក្រោយនេះគឺមាន lock ហ្នឹងបងអញ្ចឹងសម្រាប់បងខ្លះគាត់បើក AI តែគាត់ថាអត់វល់ដោយសារអីជួនកាលវាជាប់ lock អញ្ចឹងបងត្រូវមើល lock កន្លែងហ្នឹងបើវាចុះក្រោមចេះអាហ្នឹងគឺវាជាប់ lock ចាក់សោអញ្ចឹងដល់ពេលបងដោះ lock វិញហ៊ុនឡើងលើទៅគឺដោះ lock ហើយអញ្ចឹងគាត់ហ្នឹងក៏ខ្លះគឺគាត់ឆ្ងល់កន្លែងហ្នឹងដែរហើយសម្រាប់អានេះក្បាលនេះគឺបងអាចកាច់បានទីហោថាយើងដាក់ទូរស័ព្ទទៅអានេះវាកាមេរ៉ាមុខអីត្រូវអីបងដល់គ្នាអញ្ចឹងបើសិនជាបងចង់ដូរដាក់កាមេរ៉ាក្រោយបងបវលទៀតបាននេះអញ្ចឹងគឺកាច់បវលបានអញ្ចឹងនេះយើងថតឬក៏ live កាមេរ៉ាក្រោយបានអញ្ចឹងនេះអត់បញ្ហាណាមុខក៏បានក្រោយក៏បានងាយស្រួលសម្រាប់បងមែនតើហើយសម្រាប់នៅក្នុងឈុតគេហ្នឹងគេមាន AI អានេះមុខងារ AI នេះកាមេរ៉ានេះអានេះកាមេរ៉ាទូចហ្នឹងគឺមុខងារ AI អញ្ចឹងពេលដែលយើងបើក AI ទៅគឺកាមេរ៉ាហ្នឹងគឺវាចាប់មុខយើងអូតូហើយហើយនេះសម្រាប់ tele វាជាថតពីចម្ងាយហើយកន្លែងនេះបងដាក់ជាអំពូឬក៏ប្រភេទ GoPro អីបានណាបងអានេះអានេះបងចង់ដាក់កាមេរ៉ា live ដាក់បន្ទប់ពីលើចឹងក៏បានដាក់អំពូធំធំកងមូហ្នឹងក៏បានឬក៏ដាក់ជាប្រភេទDJI អីក៏បានដែរយទៅនេះដាក់បានច្រើនប្រភេទមែនតើហ្មងបងដាក់ទូរស័ព្ទបងដាក់ចេះមកហើយយើងប្រវល់មួតង់ណែនអញ្ចឹងណាមាន tele មួយអញ្ចឹងរបៀបប្រើប្រាស់បងទាំងអស់គ្នាមុខងារ AI នេះបងតន់ចុចបើកបងស្កត់វាជាប់មកចាគាត់ចុចចឹងមកគឺចេញពណ៌ខៀវ AI រេតាមមុខហ្មងចឹងបងងាកទៅឆ្វេងទៅស្ដាំទៅណាគឺវារេតាមមុខយើងហើយបើសិនជាបងចង់ឲ្យវាវល់អូតូបងចុចកន្លែងប៊ូតុងបិទបើកហ្នឹងចុច2ដងឲ្យជាប់1 2នេះអញ្ចឹងគឺវា wall smooth ចឹងអូតូហ្មងបងយកទៅទុកថតអីផ្សេងកម្មវិធីអីទូចមកអញ្ចឹងទៅយើងចាប់សកម្មភាពអីចឹងទៅយើងដាក់កាមេរ៉ាវីដេអូបញ្ឈរចាំមកហើយដាក់ឲ្យវា wall អូតូចឹងមកក៏បានដែរជាពិសេសលោកគាត់ត្រូវការមានបុណ្យមានទានអីចឹងទៅគាត់ចង់ថតចឹងណាអញ្ចឹងគាត់ដាក់តែវីដេអូហើយដាក់កាមេរ៉ានឹងបវល់ចោលមកគឺវាទៅចឹងហ្មងអញ្ចឹងបងចង់ឲ្យឈប់វិញបងចុច stop ជាមួយមកគឺវាឈប់អីវាចេះក្រហមនឹងឈប់អញ្ចឹងសម្រាប់ការជាដៃបើសិនជាវាចេញក្រហមអញ្ចឹងបងធ្វើសញ្ញាអូខេចេះទៅឲ្យវាចំអ្នកមុខងារ AI នេះពេលដែលធ្វើអូខេចឹងហើយវាចេញពណ៌ខៀវអញ្ចឹងវារេតាមមុខរបស់យើងវិញហើយបងចង់ឲ្យវាស្គប់វិញបងអាចដាក់ជាដៃចេះបានដាក់ចំមុខ AI អញ្ចឹងនេះវាចេញក្រហមអញ្ចឹងវាលែងរេហើយចូលមកដល់ tele របស់យើងគេមានកន្លែងឆ្កឹះមកគឺវាមកហើយបងអាចដោះផ្ដាច់មកហើយយើងទៅជាថតពីចម្ងាយអីបានអញ្ចឹងសម្រាប់ការប្រើប្រាស់ tele ទី1បងត្រូវបើក tele សិននេះបងប៊ូតុងនេះគឺយើងបើក tele នេះពេលបើកទៅវាចេញភ្លើងភ្លឺផ្លែតអញ្ចឹងបងទៅបើក Bluetooth របស់ទូរស័ព្ទវិញអញ្ចឹងបងត្រូវបើក Bluetooth របស់ទូរស័ព្ទហើយយើងរងចាំឲ្យវាចេញឈ្មោះ Bluetooth របស់ tele នេះអញ្ចឹងណាដើម្បីចេញឈ្មោះ Bluetooth ហើយយើងចុចលើឈ្មោះ Bluetooth មកគឺវា P ឯងវា connect គ្នាឯងអូខេបងនេះឈ្មោះ Bluetooth របស់ជើងរបស់យើងនេះ Selfie TK អញ្ចឹងបងចុចលើវាមួយមកចាពេលដែលចុចហើយគឺវាអូខេអញ្ចឹងបងអាចបញ្ជាថតពីចម្ងាយបានអីចានេះបងប្អូនគ្នាអញ្ចឹងអានេះយើងចូលថតអីបងអាចថតជាស្លឹកថតជាអីបានអញ្ចឹងសម្រាប់អំពូនេះបងយើងអាចចុចដូរពណ៌បានណានេះបងមាន3ពណ៌យើងអាចចុចដូរពណ៌បានអូខេហើយពូនឹងសាកថ្មដូចគ្នាបងយើងផឹកខ្សែស្អាតនេះអញ្ចឹងសម្រាប់បងនេះគឺជារបៀបប្រើប្រាស់របស់ជើង C17 បងមានប៉ុណ្ណឹងអរគុណ